ជំហររបស់កម្ពុជារឿងវាយថៃរឿងស្អីទៀតទៅហើយបងប្អូនមកដល់ថ្ងៃនេះគឺយើងឃើញនៅតាមបណ្ដាញសង្គម Facebook ហ្នឹងគឺថា share ចែកផ្អើលរូបថតវីដេអូលោកហ៊ុនសែនថ្លែងសារនៅក្នុងកិច្ចប្រជុំព្រឹទ្ធសភាមួយដែលគេអះអាងថាជាសារដែលចេញពីថ្ងៃទី16ខែតុលាឆ្នាំ2025ហ្នឹងតាមពិតវីដេអូនេះឬក៏សារនេះក៏វាគប់ជួនដែរព្រោះថ្ងៃហ្នឹងនៅឯព្រឹទ្ធសភាគឺមានកិច្ចប្រជុំមួយដូចជាលើកទី4ហើយរបស់ក្រុមការងារព្រឹទ្ធសភាកម្ពុជាក្រោមអធិបតីរបស់លោកហ៊ុនសែនដែលជាប្រធានព្រឹទ្ធសភាក៏លើកនៅក្នុងកិច្ចប្រជុំនឹងថ្លែងសារប៉ុន្តែវីដេអូនៃការថ្លែងសារនៅក្នុងព្រឹទ្ធសភានេះទាំងមូលពុំមានទេគឺមានតែការកាត់វីដេអូឃ្លីបខ្លីមួយហើយនៅក្នុងវីដេអូឃ្លីបខ្លីមួយដែលគ្មានចុះកាលបរិច្ឆេទហើយគ្មានកំណត់ច្បាស់លាស់ហ្នឹងឮសូរសាររបស់លោកហ៊ុនសែនដែលនិយាយប្រាប់ថាលោកអត់ការអស់ធ្មត់ទៀតហើយចង់និយាយថាអស់ការអត់ធ្មត់ជាមួយនឹងថៃទៀតហើយគឺត្រូវតែតបតដៃជាមួយថៃវិញបើថៃបំពេញខ្មែរទៀតដែលលោកត្រូវការអឺបន្ទាន់ដែលត្រូវចេញពីប្រជុំហ្នឹងត្រូវទៅបញ្ជាទ័ពផ្ទាល់អីលក្ខនឹងលក្ខហើយបើសិនមានការងារអីតាក់ទងពីញូវយ៉កមកសូមឲ្យទទួលទូរស័ព្ទផងកុំឲ្យគិតថាខុសតួនាទីជាការបញ្ជានឹងខ្វះការគួសមអីលក្ខនឹងលក្ខព្រោះអីលោកតែធ្វើដំណើរក៏នៅអាចបញ្ជាទ័ពបញ្ជាអីអញ្ចឹងទៅរឿងនេះយ៉ាងម៉េចបងប្អូនហេតុអីបានជាមកដល់សុកមកចេញរឿងខ្មែរអស់ការអត់ធ្មត់ហើយវាយថៃយើងដែលចង់វាយថៃពីអង្កលយើងដែលអស់ការអត់ធ្មត់នឹងពីអង្កលបើយើងប្រើវិធានការអត់ធ្មត់នឹងមកអាយុហើយនឹងយើងតកោលទោសជូនដំណឹងបដិសេធអអំពាវនាវមិនទទួលស្គាល់លក្ខនឹងលក្ខជំរុញស្នើគឺយើងមានតែប៉ុណ្្នឹងឯងយើងអត់ដាក់យើងមានរឿងពីរដែលយើងអត់ធ្វើគឺទី1គឺអត់តតាំងជាមួយថៃទៅវិញទេគឺថ្មិញសងដោយថ្មិញឬក៏គេយកបន្លាលួសមកយកបន្លាលួសទៅដាក់គេវិញគេឈូសឆាយដីយើងទៅទាញអធិតកវត្តចោលដើម្បីទុកដីយើងគេរាវមានលើដីយើងទៅទាញអារបស់នឹងចេញពីដីយើងដើម្បីកុំឲ្យគេរាវមានគេឈូសផ្ទះយើងគឺយើងទៅរុញអាត្រាក់តហ្នឹងដើម្បីឲ្យគេសង់ផ្ទះយើងវិញលក្ខនឹងលក្ខទប់គេកុំឲ្យធ្វើបានយើងអត់ដែរធ្វើទេគឺយើងអត់ធ្មត់គឺរឿងដែលអត់ធ្វើហ្នឹងគឺរឿងប្តឹងហើយនឹងរឿងតតាំងហ្នឹងយើងអត់ធ្វើអញ្ចឹងតើយើងរក្សាភាពអត់ធ្មត់ហេតុអីបានជាវីដេអូថ្មីនេះចេញមកថាអូលោកហ៊ុនសែនអស់ការអត់ធ្មត់ហើយខ្ញុំថាអ្នកណាដែលផ្សព្វផ្សាយព័ត៌មានវីដេអូនេះគឺខ្ញុំគិតថាជាចេតនាពង្រៀងស្ថានភាពដើម្បីអាចថាជាអ្នកដែលគ្រប់គ្រងរដ្ឋាភិបាលកម្ពុជាឬក៏ជាអ្នកដែលអាចដុតឲ្យរួចថាដុតឲ្យខ្លោចរួចឲ្យឆៅដែរព្រោះអីដោយសារតែកម្ពុជាអត់ដែលមានចំហតតាំងគេអញ្ចឹងទេហើយបើសិនជាមានការប្រែប្រួលយ៉ាងណាក៏វាអត់ត្រូវធ្វើនៅពេលនេះដែរព្រោះអីបើអត់ធ្មត់មកអាយុហើយមកធ្វើអីពេលហ្នឹងហើយទៅប្រជាតបប្រយុទ្ធប្រឆាំងឬក៏កំទេចថៃឬក៏តទៅថៃនៅសមរភូមិទល់ដែរណាបើគេកំពុងឲ្យដកតបហ្នឹងថៃគេកំពុងស្នើយើង4ចំណុចបងប្អូនបានដឹងហើយតើមិនអញ្ចឹងហ៎ថៃមុននឹងជួបប្រជុំនៅអាស៊ាននេះនៅពេលដែលមានលោកប្រធានាធិបតីដូណាល់ត្រាំដែលនឹងធ្វើជាអធិបតីក្នុងពិធីចុះកិច្ចកិច្ចព្រមព្រៀងទីក្រុងកូឡាឡំពួរដើម្បីឲ្យមានសន្តិភាពរវាងខ្មែរថៃនេះគឺខាងអាមេរិកគឺគេនឹងធ្វើអញ្ចឹងថៃគេដាក់លក្ខខណ្ឌឲ្យយើង4ហើយគេថាខ្មែរនឹងព្រមទៅទៀតផងហើយរដ្ឋមន្ត្រីក្រសួងការបរទេសថៃសំទោសម៉ាឡេលោកមហាម៉ាត់ហាសាន់អីហ្នឹងក៏បានលើកឡើងថាកម្ពុជាព្រមចំណុចតាក់ទងនឹងការដកទ័ពចេញពីតំបន់ព្រំដែនគ្រឿងសព្វាវុធនិងដោះមីនតំបន់ចំនួនគ្រប់គ្រងដោះស្រាយបញ្ហារឿងអ្នកភូមិព្រៃច័ន្ទភូមិជោគជ័យនិងតំបន់ផ្សេងទៀតតាក់ទងនឹងការនៅព្រំដែនហើយនឹងសហការគ្នាក្នុងការប្រយុទ្ធប្រឆាំងបាត់ល្មើសឆ្លងដែនដូចថាបោកបញ្ឆោតឆ្លងដែនអីអញ្ចឹងលក្ខខណ្ឌទាំង4នេះគឺមើលទៅដូចអត់មានប្រែប្រួលអីនៅឡើយទេហេតុអីបានជាមកដល់ម៉ោងហ្នឹងបែរទៅជាមានការនឹងផ្ទុះអាវុធនៅក្នុងថ្ងៃនេះថ្ងៃទី16ហ្នឹងគឺថ្ងៃនេះបើយើងស្ដាប់ខ្សែអាត់វីដេអូហ្នឹងគឺថ្ងៃហ្នឹងតែនៅស្ថានភាពព្រំដែនហ្នឹងមានស្អីដែលប្លែករហូតដល់កម្ពុជាត្រូវការអស់ភាពអត់ធ្មត់វារកមិនឃើញដូច្នេះខ្ញុំអាចសន្មត់បានថាខ្សែអាត់វីដេអូដែលផ្សាយតាមបណ្ដាញសង្គម Facebook ដែលថាលោកហ៊ុនសែនអស់ការអត់ធ្មត់នេះ
អ្នកណាដែលចង់កេងចំណេញថាកម្ពុជាគឺងើបមួយវាយមួយលោកហ៊ុនសែនអត់ដែលដូរចរិតទេគឺនៅតែខ្លាំងចឹងដដែលខ្ញុំថានេះគឺជាសារប្រជាពិធនយោបាយចិត្តសាស្ត្រដើម្បីស្អំចិត្តប្រជាពលរដ្ឋឲ្យថាកម្ពុជាលែងទ្រាំបានហើយការពិតគឺអត់មានអញ្ចឹងទេហេតុអីបានជាខ្ញុំនិយាយថាខ្សែអាត់វីដេអូជាខ្សែវីដេអូចាស់ដោយសារតែខ្សែវីដេអូនេះគឺអត់តាក់ទងនឹងព្រឹត្តិការណ៍បច្ចុប្បន្ននេះសោះហើយខ្ញុំនិយាយនេះគឺដោយសារតែខ្ញុំតាមដានមើលអាខ្សែវីដេអូដែលផ្សាយពីព្រឹទ្ធសភាហ្នឹងយូរអត់ឃើញផ្សាយទូទាំងស្រុងដើម្បីឲ្យយើងយល់ពីស្ថានភាពគឺជាคลิปដែលកាត់ខ្លីកន្លែងណាមួយដើម្បីនិយាយទៅឃើញថាលោកហ៊ុនសែនប្រើពាក្យថាអត់ធ្មត់ហើយចង់ចុះទៅបញ្ជាទ័ពដើម្បីវាយថៃបើថៃឈ្លានពានម្ដងទៀតលាក់នឹងលាក់ខ្ញុំថារឿងនេះបើសិនជាកាលពីម្ដុំថ្ងៃ24 25ខែកក្កដាអាហ្នឹងវាសមស្របអញ្ចឹងមែនហើយព្រោះកាលពីហ្នឹងស្ថានភាពវានៅក្តៅខ្លាំងមែនតើនៅប្រទីងបន្ទង់គ្នាប៉ុន្តែឥឡូវនេះវាអត់មានសារហ្នឹងទេរដ្ឋាភិបាលក៏អញ្ចឹងក្រសួងការបរទេសក៏អញ្ចឹងក្រសួងការពារជាតិក៏អញ្ចឹងអត់ធ្មត់សុំឲ្យគេមកជប្រជុំដើម្បីអាភូមិភាគហ្នឹងក៏គេលើកពេលចោលនិយាយទៅគឺយន្តការរបស់យើងគឺចរចាដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនយកតាមយន្តការ slot boat ការទូតផ្លូវការអីអស់ហើយហ្នឹងហេតុអីបានជាមានសារមានវីដេអូបែបនេះហើយយើងនាំគ្នាទៅជឿថាលោកហ៊ុនសែនច្បាស់ជាអត់ការអត់ធ្មត់នឹងអស់ការអត់ធ្មត់អីហ្នឹងអញ្ចឹងសរុបសេចក្តីមកខ្ញុំអានសេចក្តីថ្លែងការណ៍របស់កិច្ចប្រជុំរបស់ព្រឹទ្ធសភាយើងដែលលោកហ៊ុនសែនធ្វើជាអធិបតីថ្ងៃនេះទៀតនៅថ្ងៃ16ហ្នឹងដើម្បីឲ្យដឹងថាតើខ្លឹមសារ4ទំព័ររបស់គាត់មានកន្លែងណាដែលលោកហ៊ុនសែនពិតជាថ្លែងថាកម្ពុជាអស់ការអត់ធ្មត់ឲ្យត្រូវវាយថៃនេះខ្ញុំថាបើវាយក៏វាយរឿងយើងខៃរែងដដើមដីរបស់យើងវិញអាហ្នឹងគឺជារឿងខៃរែងរបស់ថ្នាក់ដឹកនាំតែថ្នាក់ដឹកនាំយើងជ្រើសរើសវិធីស្ងៀមហើយអត់ធ្មត់ហើយអញ្ចឹងអ្នកណាដែលធ្វើវីដេអូហ្នឹងគឺចង់ប្រាប់ថាកុំឲ្យមើលងាយមេដឹកនាំយើងពេកគេឈប់មានការអត់ធ្មត់អីឡាហ្នឹងឡាប៉ុន្តែវាអត់បានចំណេញអីបងប្អូនគឺវាឲ្យធ្វើឲ្យមានភាពរពើបើយើងជ្រុលអត់ធ្មត់ចឹងអត់ទៅអត់ទៀតទៅក៏អត់អីដែរអត់មានទៅខាតពេលអីទេសំខាន់គឺប្តឹងគេទៅប្តឹងទៅ ICJ ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិប្រើយន្តការកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីខ្លាចតាអត់ធ្មត់ហ្នឹងក៏នៅតែអត់ធ្មត់ប្តឹងក៏អត់ប្តឹងអាហ្នឹងយើងបាត់ដីអាហ្នឹងបងប្អូនប្រជាពលរដ្ឋភ័យទេតែដល់ពេលចេញសារអញ្ចឹងវាហាក់បីដូចជាខាងណាដែលគ្រប់គ្រងគណៈបកប្រជាជនកម្ពុជាឬរដ្ឋាភិបាលចង់ស្អំចិត្តប្រជាពលរដ្ឋថាស្លូតពេកគេជន់យើងពេកហើយសាធារណមតិទូទៅដូចជាដាក់បន្ទុកលើរដ្ឋាភិបាលថាអត់តតាំងអីគេសោះអញ្ចឹងយើងទុនទៅដូចអត់ស្រួលទេចឹងចេញអាវីដេអូហ្នឹងដើម្បីបន្សាបព័ត៌មានប៉ុន្តែជាកំបិតចិត្តដងទេព្រោះយើងអត់មានសារហ្នឹងមែនតែនផងហ្នឹងហើយខ្ញុំអានសារសម្ព័ន្ធទី4របស់លោករបស់សេចក្តីថ្លែងការណ៍ដែលរៀបចំដោយអគ្គលេខាធិការស្ដីទីរបស់ព្រឹទ្ធសភាមានចុះហត្ថលេខាឈ្មោះខេងសិទ្ធិគុណនេះគឺនិយាយចំណុចមួយតាក់ទងនឹងកថាខណ្ឌទី3នៅក្នុងទំព័រទី4ហ្នឹងនិយាយអញ្ចេះនៅចំពោះមុខភាពក៏ក្លឿននៃការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោបានបង្ហាញឫសគល់នឹងស្ថានភាពពិតនៃចំនួនព្រំដែនការព្យាយាមអត់ធ្មត់និងការប្រកាន់គោលជំហររបស់កម្ពុជាក្នុងការដោះស្រាយចំនួនដោយសន្តិវិធីអនុលោមតាមច្បាប់អន្តរជាតិនិងបានស្នើឲ្យភាគីមិត្តជួយអន្តរាគមន៍ទប់ស្កាត់ការពង្រីកចំនួននិងគោរពនិងអនុវត្តនៅបទឈប់បាញ់ដែលមានឯកភាពព្រមព្រៀងគ្នាដើម្បីអាចវិលទៅរកភាពប្រក្រតីនៃទំនាក់ទំនងឡើងវិញនេះគឺជាសេចក្តីថ្លែងការណ៍ដែលច្បាស់លាស់បញ្ជាក់ថាអត់មានសារនិយាយរឿងវាយរឿងមិនវាយនឹងទេគឺនិយាយតែពីរឿងអត់ធ្មត់ដដែលទេបាទអញ្ចឹងខ្ញុំបើសិនជាបងប្អូនគិតថាវីដេអូនឹងវាពិតអីយ៉ាងម៉េចសូមឲ្យដាក់ទាំងស្រុងមកដើម្បីឲ្យស្រួលព្រោះយ៉ាងណារឿងនេះគឺជាចិត្តសាស្ត្រស្អីមួយទៀតហើយប្រវែងស្ថានភាពទៅថាយើងមិនដែលអត់ធ្មត់ឯណាទេឥឡូវយើងអស់ការអត់ធ្មត់អីអញ្ចឹងទៅតាមពិតនៅតែដដែលទេហើយខ្ញុំម្ដងទៀតបងប្អូនអត់ធ្មត់ដើម្បីសុខសន្តិភាពសុខដុមរមនារវាងជាតិសាសន៍ទាំងពីរខ្ញុំអត់ជំទាស់ឲ្យទេធ្វើទៅព្រោះយើងធ្វើបានច្រើនហើយក៏មិនត្រូវមកអីសាបម្ដាយប្រែមកចាប់អីនឹងដែរក៏ប៉ុន្តែក្នុងពេលដែលអត់ធ្មត់ហ្នឹងបើយើងជ្រុលជាអញ្ចឹងហើយហ្នឹងគឺប្តឹងគេផងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិឬហើយនឹងយកយន្តការកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសសកតកថៃដើម្បីឲ្យគោរពអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាផងដើម្បីយើងយកហេតុផលមួយដើម្បីទាមទារអាដែនអធិបតេយ្យនឹងដីរបស់យើងដែលគេយកបានច្រើនកន្លែងហ្នឹងមកវិញតែប៉ុណ្្នឹងឯងហើយបើថាទៅវាយទៅអីណាទៀតហ្នឹងវាហួសសម័យទៅហើយព្រោះអីយើងបានជ្រើសរើសវិធីនេះថៃគេដល់ណាហើយ
ថៃគេមិនថយទៅវិញទេហើយយើងមានសពាវុធមានស្អីឯណាទៅទៅយន្តហោះបណ្ដេញ F16 អីណាដល់ពេលយើងនិយាយ F16 ហ្នឹងខ្ញុំចូលដល់រឿងមតិសាធារណជនទូទៅបងប្អូនដឹងហើយដែលពេលដែលក្រសួងរដ្ឋាភិបាលជាតិអាមេរិកក្រសួងយុតិធធក្រសួងរដ្ឋខាងអាយការដ្ឋអាជ្ញារបស់អាមេរិកហ្នឹងគេចេញដីកាចោទប្រកាន់លោក Gen Z ដែលជាទីប្រឹក្សារបស់លោកហ៊ុនម៉ាណែតនិងជាមនុស្សចំណិតរបស់មន្ត្រីជាន់ខ្ពស់គណៈរដ្ឋាភិបាលកម្ពុជាជាច្រើនរូបផ្សេងទៀតហ្នឹងគឺគេបកកទ្រព្យដែលសរុបទៅ$16,000 លានទាំងទ្រព្យសម្បត្តិជាអចលនទ្រព្យនិងទ្រព្យ Bitcoins ដែលជារូបិយវត្ថុអនឡាញឬអេឡិចត្រូនិកហ្នឹងគឺដល់ទៅ15,000 លានហ្នឹងជា Bitcoin ហ្នឹង15,000 លានហើយអញ្ចឹងសរុបទៅ16,000 លានឯនៃការរឹបអូសទ្រព្យសម្បត្តិហើយទ្រព្យសម្បត្តិរបស់លោក Gen Z នេះដោយសារតែលោកជាជនជាតិខ្មែររូបមានសំទោសលោកជាមានសញ្ជាតិខ្មែរដូច្នេះប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកនៅប្រទេសផ្សេងទៀតហ្នឹងកំពុងតែធ្វើយុទ្ធនាការមួយថាច្រើនណាស់$1,000,000,000បែបនេះបើយើងយកមកបង្វិលចូលទិញតែ F16 បានរាប់រយគ្រឿងយន្តហោះបណ្ដេញរបស់អាមេរិកហ្នឹងណាយកមកជួយខ្មែរទៅហើយការលើកឡើងរបស់បងប្អូនយើងតាមបណ្ដាញសង្គមហ្នឹងគឺខ្ញុំមិនដកស្រង់ឈ្មោះម្នាក់ពីរទេព្រោះវាច្រើនដែរគឺគាត់ចង់និយាយថាធ្វើឲ្យដូចអ៊ុយក្រែនទៅនៅពេលដែលគេបកកទ្រព្យសម្បត្តិមេដឹកនាំរុស្ស៊ីរាប់ពាន់លានដុល្លារគេបញ្ជូនទៅជួយកសាងប្រទេសរុស្ស៊ីដែលខ្ទេចខ្ទាំជួយខាងវិស័យយោធាសំទោសជួយវិស័យយោធាអ៊ុយក្រែនដើម្បីឲ្យអ៊ុយក្រែននឹងមានកម្លាំងយកទៅវាយពួករុស្ស៊ីវិញអីអញ្ចឹងទៅហើយរឿងនេះគេធ្វើបានជោគជ័យនៅអ៊ុយក្រែនតែកម្ពុជាគេចង់ឲ្យឃើញអញ្ចឹងដែរបើរឹបអូសទ្រព្យគាត់បានហ្នឹងគឺយកមកជួយស្រុកខ្មែរបងប្អូនខ្ញុំគាំទ្រអារឿងទ្របនេះគឺជាទ្របដែលធ្វើឲ្យអាស្រូវគេកម្ពុជាយើងច្រើនមែនតើអញ្ចឹងបើយកវាទៅកវត្តចោលទៅវាអាសាបង់យកមកធ្វើជាមនុស្សធម៌ធ្វើអីជួយប្រជាពលរដ្ឋក្រីក្រនៅស្រុកយើងទៅជួនកាលពលករមកពីថៃដែលកំពុងចំណាក់ស្រុកជិត1 លានអ្នកអត់ការងារធ្វើម្នាក់$500មួយខែអញ្ចឹងទៅ5-6 ខែហ្នឹងចាយលេងទៅដើម្បីឲ្យបានដូចថាដោះស្រាយបញ្ហាហើយយកទៅចែកទៅហ៊ានពលីនេះខ្ញុំនិយាយថា$1 លានអ្នកដែលពលីហ្នឹងមកគ្រួសារ$1 លានអ្នកដែលពិការមកគ្រួសារកន្លះលានហ្នឹងអូយលុយ6-10,000 លាននេះគឺគ្រាន់តែជាទឹកមួយដំណក់នៅក្នុងមហាសាគរដ៏ធំឯងបើយកមកចែកជូនចេះបងប្អូនយោធិនពលីពិការហើយនឹងទៅហ៊ានយើងជួមុខនៅក្នុងសមរភូមិហ្នឹងម្នាក់$3-4,000 $5,000ដើម្បីជាការស្អំចិត្តជួយលើកទឹកចិត្តគាត់អូយមិនដឹងជាល្អយ៉ាងណាខ្ញុំចង់ឲ្យទៅអញ្ចឹងចុះបើបានមកមែនណាហើយជួយតាក់ទងនឹងបងប្អូនយើងរឿងបញ្ហាធនាគាររឿងបញ្ហាអីហ្នឹងដោះស្រាយទៅគឺប្រហែលជាធ្វើឲ្យបងប្អូនប្រជាពលរដ្ឋហ្នឹងគឺអាចនឹងរំភើបហើយរឿងនេះចេះតែបងប្អូនជាក្តីស្រមៃទេមែនតើទៅហើយយើងធ្វើបានប៉ុណ្ណាព្រោះតលតែតឡាការគេកាត់ទោសលោក Gen Z ហ្នឹងរកឃើញថាគាត់មានពិរុទ្ធសិនព្រោះឥឡូវជាដីកាចោតប្រកាន់ទេដីកាចោតប្រកាន់មិនមែនបានន័យថាលោក Gen Z ជាអក្រិតជនទេលោកនៅតែជាមនុស្សដែលគ្មានទោសទណ្ឌអីទាំងអស់បើតាមច្បាប់ជាតិនិងអន្តរជាតិនិងធម្មនុញ្ញខ្មែរគឺចែងហើយថាគ្មានបុគ្គលណាចាត់ទុកថាមានទោសទេទាល់តែតុលាការសម្រេចទោសជាស្ថាពរបានគាត់ខ្លាយទៅជាអ្នកមានទោសអញ្ចឹងអ្នកនោះត្រូវគិតថាជាមនុស្សស្អាតស្អំអត់មានបញ្ហាអីទាំងអស់គ្រាន់តែជាការចោទប្រកាន់ដូច្នេះរឿងនេះវានៅវែងឆ្ងាយណាស់បើចង់បានអញ្ចឹងតើតែបងប្អូនខ្មែរយើងគ្រប់ទិសទីហ្នឹងគឺតវ៉ាទាមទារដាក់ញត្តិធ្វើការតស៊ូមតិនឹងស្រោចទៅសហគមន៍អន្តរជាតិតំណាងរាស្ត្រអាមេរិកតំណាងរាស្ត្រអង្គចក្រភពអង់គ្លេសលាក់នឹងតំណាងរាស្ត្រខ្មែរឲ្យនាំគ្នាជួយដោះស្រាយធ្វើយ៉ាងម៉េចឲ្យលុយដែលគេបង្កកហ្នឹងយកមកឲ្យប្រជាពលរដ្ឋខ្មែរវិញអញ្ចឹងទៅដើម្បីជួយខ្មែរទៅព្រោះយើងវេទនាអាហ្នឹងប្រហែលជាបានផលតែខ្ញុំលើកទឹកចិត្តថាគួរតែប្រវល់លុយទាំងអស់ហ្នឹងយកមកជួយបងប្អូនខ្មែរយើងហើយខ្ញុំចង់ឲ្យជួយទាហានពលីច្រើនជាងជួយមុនគេទៅឲ្យច្រើនតាមដែលអាចធ្វើទៅបានហើយយកលុយហ្នឹងមកជួយវិស័យយោធាយើងទិញសពាវុធទិញអា F16 ទិញអា Fighter Jet Gripen អីហ្នឹងទិញពីស៊ុយអែតទិញអីចឹងឲ្យគេហៅថាបលាជួសបលាបើថៃមាន F16 យើងមាន F16 ថៃមាន Gripen Fighter Jet យើងមាន Gripen Fighter Jet កុំឲ្យថៃផ្កើនពេកព្រោះតែយើងអត់អស់ហ្នឹងបានតែថៃមើងងាយយើងណាឥឡូវខ្ញុំរឿងនេះខ្ញុំចូលដល់ព័ត៌មានបន្ទាប់ទៀតគឺតកតងនឹងចំណាត់ការរបស់កូរ៉េខាងត្បូងនៅក្នុងប្រទេសកម្ពុជា
កូរ៉េខាងត្បូងនៅប្រទេសកម្ពុជាគឺខ្ញុំមែនតែនទៅខ្ញុំយើងគេឈ្មោះយើងអាស្រូវមែនតែននៅលើឆាកអន្តរជាតិណាប៉ុន្តែចំណុចមួយដែលកម្ពុជាដើរលឿនថៃមួយជំហានខ្ញុំនិយាយនេះមិនមែននេះនិយាយជាព័ត៌មានពិតខ្មែរដើរមុនថៃមួយជំហានតាក់ទងនឹងរឿងកិច្ចសហប្រតិបត្តិការជាមួយនឹងអាជ្ញាធររបស់កូរ៉េខាងត្បូង ថៃធ្វើច្រើនហើយនិយាយពីបំពងសម្លេងតាក់ទងនឹងការប្រយុទ្ធប្រឆាំងការជួញដូរអនឡាញអីហ្នឹងណាថៃលៀបពណ៌ច្រើនដែរថៃក៏សកាក់ខ្លួនឯងប៉ុន្តែកាយសម្រាមដាក់ខ្មែរខ្ញុំមិនគិតថាថៃស្អាតស្អំហើយក៏មិនគិតថាខ្មែរស្អាតស្អំដែរក៏ក្រិចដូចគ្នាក៏ប៉ុន្តែថៃក៏ក្រិចហើយបោះយកមកដាក់ផ្ទះខ្មែរទៀតហើយខ្មែរយើងក៏ក្រិចស្រាប់ថៃគេមានយន្តការក្នុងការប្រយុទ្ធប្រឆាំងការជួញដូរអនឡាញរបៀបដូចជាប្រព័ន្ធឯករាជ្យគេច្រើនគួរឲ្យទុកចិត្តដែរតែខ្មែរយើងខ្វះអាប្រព័ន្ធហ្នឹងប៉ុន្តែគេកាយសម្រាមគេយកមកដាក់យើងហើយគេប្រាប់ពិភពលោកយើងថារឿងអាស្រូវជួញដូរអនឡាញចាប់ជំរិតមនុស្សធ្វើទរណកម្មអីហ្នឹងគឺវារៀលដាលពីខ្មែរទៅវិញទេតាមពិតមិនមែនអញ្ចឹងទេបងប្អូនថៃនិងខ្មែរមានបញ្ហាដូចគ្នាសម្រាមដូចគ្នាដោយទាំងឡាវទៀតអញ្ចឹងហើយបានជាថ្ងៃនេះលោកអនុទិនច័ន្ទវរៈគុលហើយនិងមន្ត្រីក្រសួងការបរទេសថៃដូចជារដ្ឋមន្ត្រីក្រសួងការបរទេសថៃលោកស៊ីរស័កភួងកេតកែវអីហ្នឹងគាត់ទៅជួបថ្នាក់ដឹកនាំរបស់ឡាវដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទប់រឿងការជួញដូរឆបោកអនឡាញដើម្បីអីប្រាប់ពិភពលោកថាថៃគេសស្រាក់សស្រាំណាស់គឺគេសហការហើយគេព្រមសហការមួយកម្ពុជាចាំជួយដោះស្រាយគេថានឹងសហការមួយកូរ៉េហើយឡាវហើយនឹងភូមាហើយនឹងថៃគឺគេមកជួយខ្មែរវិញដើម្បីទប់ស្កាត់បាត់ល្មើសឆ្លងដែននៅខ្មែរនេះគេយកបងថាគេជួយសហការខ្ញុំថាថៃប៉កែខាងការទូតក៏ប៉ុន្តែកម្ពុជាដើរមួយជំហានលឿនបន្តិចព្រោះថៃបានតែនិយាយអត់បានដែលជួបផ្ទាល់ជាមួយនឹងថ្នាក់ដឹកនាំកូរ៉េខាងត្បូងដោយនាំមកចូលថៃអីចឹងហើយធ្លាប់ថ្ងៃហ្នឹងនិយាយដែរទូរស័ព្ទលោកអនុទិនច័ន្ទវរៈគុលអីនិយាយជាមួយនឹងប្រធានាធិបតីកូរ៉េអឺអឺអឺលោកជេមុននោះក៏ប្រើតែថាទូរស័ព្ទទៅថាចង់សហការគ្នាប៉ុន្តែកូរ៉េខាងត្បូងគឺមកដល់ខ្មែរបដ ாய் សហការជួបជាមួយលោកហ៊ុនម៉ាណែតគឺមានកិច្ចជជែកគ្នាក្នុងនាមជាកម្រិតរដ្ឋាភិបាលនិងរដ្ឋាភិបាលហើយឥឡូវនេះក្រុមការងារពិសេសរបស់កូរ៉េនឹងបានមកចូលដល់ដីខ្មែរហើយជួបប្រជុំទៅក៏សហការគ្នាព្រមបញ្ជូនអ្នកដែលជនជាតិកូរ៉េដែលគេកំពុងដាក់ឃុំព្រោះអីយើងមានប្រតិបត្តិការអង្ក្រាបអីហ្នឹងចាប់ជនជាតិកូរ៉េដាក់ឃុំហ្នឹងច្រើនណាស់59នាក់ដែលកំពុងនៅជាប់ឃុំនៅស្រុកខ្មែរហ្នឹងឥឡូវនេះគឺមានកិច្ចព្រមព្រៀងគ្នាថានឹងបញ្ជូនទាំង59នាក់ទៅកូរ៉េវិញនៅថ្ងៃស្អែកនេះគឺជាការដោះស្រាយបញ្ហាមួយបែបដែលធ្វើឲ្យកម្ពុជាអាចដោះស្រាយស្ថានភាពនេះបានលើឆាកអន្តរជាតិប្រាប់គេថាកម្ពុជាមិនអល់ឯកនៅក្នុងការសហការជាមួយនឹងប្រទេសកូរ៉េខាងត្បូងនៅក្នុងការបញ្ជូនអ្នកដែលជាជនរងគ្រោះទៅកូរ៉េទេហើយឥឡូវនេះគ្រាន់តែថារឿងដែលសំខាន់គឺ59នាក់នៅសល់ច្រើនអ្នកទៀតដែលកូរ៉េគិតថាបាត់ខ្លួនគេថាបាត់ខ្លួនដល់ទៅ80នាក់ទៀតឯណោះដែលតួលេខនេះគឺខាងសហព័ន្ធមានកូរ៉េឬក៏សូម្បីតែប្រធានាធិបតីកូរ៉េក៏នៅតែសង្កត់ធ្ងន់ថាអត់ទាន់រកឃើញអញ្ចឹងប៉ុន្តែខាងកម្ពុជាថ្ងៃនេះគឺក្រសួងមហាផ្ទៃគឺខាងអគ្គស្នងការរដ្ឋាភិបាលនគរបាលជាតិគេចេញសេចក្តីថ្លែងការណ៍មួយដែរថាព័ត៌មាននេះមិនពិតទាំងស្រុងអញ្ចឹងទេគាត់ថាគិតមកត្រឹមឆ្នាំ2025នេះគឺសរុបទៅកូរ៉េដែលមានបញ្ហាពាក់ព័ន្ធដែលខាងអាជ្ញាធរកម្ពុជាដឹងហ្នឹងតែ118នាក់ឯងព្រោះខាងមុនឃើញថាមាន410នាក់មាន330បានទទួលដំណឹង80បាត់ខ្លួនអីអញ្ចឹងណាហើយសរុបទៅថាមានកូរ៉េនៅខ្មែរជាង1000នាក់អីនោះដែលមានបញ្ហាហ្នឹងប៉ុន្តែខាងនគរបាលជាតិយើងថាអញ្ចេះថាមែនតើទៅករណីកូរ៉េបាត់ខ្លួនសរុបមានតែ118នាក់ទេដែលក្នុងនោះ40នាក់រកឃើញហើយបានចាក់ចេញពីកម្ពុជាបាត់ទៅហើយអីអញ្ចឹងទៅចំពោះ76នាក់គឺពុំទាន់មានទិន្នន័យធ្វើដំណើរចេញពីប្រទេសកម្ពុជាស្ថិតក្រោមការស្រាវជ្រាវយកចិត្តទុកដាក់ដោយឡែក2025នេះសមត្ថកិច្ចទទួលបានសំណើសុំអន្តរាគមន៍ជួយពលរដ្ឋកូរ៉េចំនួន52សំណើស្មើនឹង60នាក់តាមរយៈស្ថានទូតសម័យខ្លួននិងក្រុមគ្រួសារអញ្ចឹងជាលទ្ធផលសមត្ថកិច្ចរកឃើញចំនួន35សំណើនិង40នាក់នឹងរកពុំឃើញចំនួន3សំណើស្មើនឹង5នាក់ចំពោះសំណើសេសសល់សមត្ថកិច្ចជំនាញនិងអាជ្ញាធរកំពុងបន្តស្រាវជ្រាវដូច្នេះអ្វីដែលក្រសួងការពារជាតិសំទោសក្រសួងមហាផ្ទៃនិងអគ្គស្នងការដ្ឋាននគរបាលជាតិឆ្លើយបំភ្លឺនេះគឺវាដូចជាបដំប្រសងដែរទេដូចជាមិនប្រសើរអីហ្មងទេគ្រាន់តែថា
គាត់ថាប្រាប់ទៅថាតួលេខហ្នឹងបើគេប្រាប់ថា70 80យើងមាន76អីចឹងទៅដូចថាក្បែរគ្នាដែរហ្នឹងតែយ៉ាងណានេះគឺជាការដែលអះអាងរបស់ក្រសួងហើយយើងគិតថារឿងនេះគឺជារូបភាពគឺកម្ពុជាបានសហការជាមួយកូរ៉េដែលផ្លាស់ប្ដូរពណ៌បន្តិចដែរក៏ប៉ុន្តែពណ៌យើងសប្ងៃនេះគឺជាការដែលអឺខាងក្រៅទេបងប្អូន ពេលដែលកូរ៉េគេសន្ធាប់ចុះមកស្រុកខ្មែរដើម្បីយកជនរងគ្រោះគេទៅកូរ៉េវិញនេះគឺកូរ៉េបានចំណេញផលរបស់កូរ៉េទេដើម្បីស្អំចិត្តប្រជាពលរដ្ឋកូរ៉េថាកូរ៉េអត់មានចាត់ការរឿងនេះលំទេណាអញ្ចឹងគេដោះស្រាយគេរំដោះប្រជាពលរដ្ឋគេទៅស្រុកកូរ៉េវិញហើយដើម្បីលាងសម្អាតឲ្យកូរ៉េជឿជាក់ថាអាញាធរកូរ៉េគឺប៉ាកែអញ្ចឹងអត់មានលំទេគឺរដ្ឋាភិបាលកម្ពុជាត្រូវតែអរឹងក្បិនសហការបើមិនសហការរងទរណកម្មទាន់សំទោសទណ្ឌកម្មអីឡាក់នឹងឡាក់អីចឹងផ្លូវទូតផ្លូវអីព្រោះគេពំរាមគេហាមប្រជាពលរដ្ឋគេអត់ឲ្យទៅបូកគោអត់ឲ្យទៅប៉ោយប៉ែតអត់ឲ្យទៅខេត្តកពតអីហ្នឹងតំបន់3ហ្នឹងគឺគេចេញមកគឺហាមដាច់ខាតឲ្យប្រជាពលរដ្ឋដែលនៅខេត្តទាំង3ទីតាំងទាំង3នោះជលះចេញមកអស់ទៀតកូរ៉េណានៅហ្នឹងគឺអត់ឲ្យនៅហ្នឹងអីបើថាមិនព្រមស្ដាប់តាមគឺបំពេញបំរាមគេហ្នឹងគឺនឹងរងពិន័យរបស់រដ្ឋាភិបាលកូរ៉េអីចឹងឡាក់នឹងឡាក់គឺគេធ្វើតាំងមែនប៉ុន្តែបងប្អូនអានេះគឺគេលាងស្អាតរបស់គេតែកម្ពុជាលាងអីគេខ្លួនឯងអត់បានលាងអីទេយើងបានលាងតែមួយគត់គឺយើងធ្វើដើរលឿនថៃត្រង់ថាយើងសហការជាមួយកូរ៉េប៉ុន្តែសហការចាត់ការដើម្បីយកជនរងគ្រោះគេទៅប្រទេសដើមវិញតែប៉ុណ្្នឹងទេចុះអារឿងសកៈដែលកើតឡើងបនលបែងកាស៊ីណូជួញដូរការចោតប្រកាន់ដែលក៏ក្រើកដែលគេរកឃើញមនុស្សដល់ទៅ120,000នាក់ដែលជាជនរងគ្រោះឬក៏ឆបោកមជ្ឈមណ្ឌល53កន្លែងរកស៊ីនឹងមានអង្គញាមហាមន្ត្រីស្ទើរគ្រប់គ្នានៅនឹងមានឥឡូវហ្នឹងមានដល់ Gen Z មានអង្គញាកុកអានមានលោកហ៊ុនតូមានលោកយីលីយ៉ុងផាត់មានអង្គញាមកណកដឹកទៀតតើយើងបានចាត់ការដោះស្រាយរឿងហ្នឹងនៅរឿងកម្ពុជាលៀងខ្លួនពេលនេះគឺល្អត្រង់ថាសហការជាមួយកូរ៉េល្អហើយគេមើលមកតែកូរ៉េគឺគេយកបងទាំងអស់ គេថាកម្ពុជាសហការហើយកម្ពុជាសហការឲ្យដឹងប្រាប់ទៅថៃថាម៉េចលោកហ៊ុនម៉ាណែតថាថ្ងៃនេះថាថៃគេថាកុំភ័យគេជួយសហការមួយកូរ៉េជួយលាងសម្អាតអាប័ណ្ណល្មើសជួញដូរឆបោកអនឡាញហ្នឹងជួយកម្ពុជាគេយកបងចឹងទៀតតែលោកហ៊ុនម៉ាណែតតបទៅវិញថាមិនបាច់ទេកម្ពុជាអាចដោះស្រាយខ្លួនឯងបានអត់ចាំបាច់ប្រទេសទី3អីមកចូលរួមយើងបានអញ្ចឹងដែរយើងបានសារអញ្ចឹងដែរក៏ប៉ុន្តែបងប្អូនរឿងដែលសំខាន់តកតងនឹងការឆបោកអនឡាញជាជំងឺមហារីកឥឡូវនេះយើងកំពុងតែយកម្សៅយកមកបិទប៉ាតឬបង់បិទពីខាងក្រៅដើម្បីឲ្យបិទទៅកុំឲ្យឃើញវាស្លាកស្នាមអាប្រេះអារលួយលើស្បែកនឹងទេប៉ុន្តែគ្រឿងក្នុងអីហ្នឹងគឺសួតប្រមាត់អីហ្នឹងគឺមហារីកស៊ីរឹតរួតអស់ហើយបើយើងមិនព្យាបាល chemotherapy នៅខាងក្នុងទេរាងកាយរបស់យើងនឹងស្លាប់យ៉ាងស្រស់ប្រព្រឹមណាស្រស់ស្រស់ញញឹមចង់និយាយចឹងស្លាប់ទាំងស្រស់ញញឹមដោយសារអីយើងលាបស្អាតដែរម្សៅក្រែមអីលាបមកសហការជាមួយកូរ៉េសហការជាមួយកូរ៉េមិនមែនកំចាត់បទល្មើសឆ្លងដែនអនឡាញនឹងសហការជាមួយកូរ៉េដើម្បីនាំជនរងគ្រោះរបស់កូរ៉េទៅប្រទេសគេវិញកុំឲ្យដាក់គុកដាក់ពន្ធនាគារអីអញ្ចឹងឡាក់នឹងឡាក់អញ្ចឹងជំហានបន្ទាប់គឺកម្ពុជាកែតម្រង់ធំចាត់ការអង្គញាទាំងអស់ដែលរងការចោតប្រកាន់របស់គេហើយត្រូវបោះសម្អាតឲ្យអស់មជ្ឈមណ្ឌលទាំង53កន្លែងអង្គការចាត់តាំងហើយរឿងនេះបងប្អូនមិនដឹងប្រមាណសតវត្សទៀតដែលយើងធ្វើបានពួកបើយើងធ្វើកើតមិនមែនទុកឲ្យជំងឺនេះคล้ายជាមហារីកទេរឿងនេះគឺជាវិញ្ញាសាធំមកសម្រាប់កម្ពុជាបាទតែយ៉ាងណាខ្ញុំឃើញសាទរដែរជំហររដ្ឋាភិបាលកម្ពុជាប្រឹងប្រែងតាក់ទងនៅក្នុងការដែលយ៉ាងហោចណាស់ក៏សហការជាមួយកូរ៉េកុំឲ្យថាយើងអត់សហការទៀតតែខ្ញុំជឿថាកម្ពុជាមិនមានលេសណាដែលមិនសហការទេព្រោះកូរ៉េក៏ជាដៃគូពាណិជ្ជកម្មនិងរកស៊ីជាមួយខ្មែរនឹងដល់ល្អលឿនជួយយើងបានច្រើនមានពលករខ្មែរនៅកូរ៉េមកសន្ធឹកឥឡូវមានការរើសអើងជនជាតិខ្មែរនៅកូរ៉េដែលជាពលករនៅមកកណោប៉ុន្តែស្ថានភាពនេះវារៀងប្រសើរបន្តិចវិញដែរយ៉ាងហោចណាស់ក៏ល្អសម្រាប់បងប្អូនកូរ៉េខាងត្បូងដែរខ្មែរយើងនៅហ្នឹងតែបើនិយាយពីខ្មែរយើងហ្នឹងគឺគ្មានថ្ងៃងើបមុខរួចទេទាល់តែយើងបង្កើតឲ្យមានយន្តការដោះស្រាយបញ្ហាប្រយុទ្ធប្រឆាំងនឹងការឆបោកអនឡាញហ្នឹងជាប្រព័ន្ធហើយស៊ីជម្រៅកែតម្រង់ស្ទើរតែក៏ឡប់កាប់សារថ្មីតែម្ដងណាហើយខ្ញុំមិនដឹងថាគាត់ធ្វើកើតអត់ទេខ្ញុំសូមបន់ស្រន់ឲ្យគាត់ធ្វើកើតចោះប៉ុន្តែជាទូទៅគាត់មិនដែលបង្ហាញតែគាត់ធ្វើកើតទេ
ឥឡូវនេះគឺព័ត៌មានពីរចុងក្រោយដែលខ្ញុំចង់ជម្រាបគឺតាក់ទងនឹងបញ្ហារត់រឹតហ្នឹងគឺនៅក្នុងស្រុកខ្មែរកុំតែបានបងប្អូនយើងនាំគ្នាស្រែកតាមបណ្ដាញសង្គម Facebook YouTube អីកុំអីករណីរឿងបុកស្លាប់មនុស្សតាក់ទងនឹងអតីតមន្ត្រីនគរបាលក្រសួងមហាផ្ទៃមួយឈ្មោះលោកហ៊ុនហេងហ្នឹងមិនដឹងទៅដល់កាហែងមេឃណាទេព្រោះអីបុកគេស្លាប់បើកឡានបើទៅមើលឃើញឡានគាត់បើកបានយើងដឹងថាមិនមែនដោយសារតែគាត់អត់ស្វឹងជោគទេបើកឡានលួនដូចព្យុះបុកមនុស្សរះពេញផ្លូវហើយដល់ពេលហើយតឡាការកាត់ទោសឲ្យជាប់គុក3ឆ្នាំព្យួរទោស2ឆ្នាំឲ្យជាប់តែ1ឆ្នាំបង់លុយ4លានរៀលហើយនៅសល់ប្រហែលខែទៀតរួចទោសឲ្យមនុស្សស្លាប់ហើយដល់ពេលហើយគេផ្សព្វផ្សាយឡើងក៏ក្រើកពេញបណ្ដាញសង្គមទៅឃើញខំប្រឹងខាងតឡាការសាលាដំបងហ្នឹងក៏ខំប្រឹងដោះដៃអញ្ចឹងទៅក៏យកប្រព័ន្ធផ្សព្វផ្សាយដូចជាកម្ពុជាថ្មី Daily ហ្នឹងឲ្យទៅយកឈ្មោះមេបកដែលទៅបង្កើតថ្មីលោកមេឃសវណ្ណរាគ្នាកំពុងតែកវែកកឆ្នាំងនឹងយកមកខ្ទប់មាត់ទៀតហើយលោកមេឃសវណ្ណរាម៉ោងនេះគេពងទៅប៉ុស្តិ៍ប៉ូលីសរាល់ថ្ងៃអាគេស្អីដាក់ឲ្យក្រោមការត្រួតពិនិត្យរបស់តុលាការឲ្យទៅរាយការណ៍មុខប៉ុស្តិ៍ប៉ូលីសរាល់ថ្ងៃមិនតាន់រួចខ្លួនហើយជាប់គុករហូតមេបកនៅស្រុកខ្មែរជាប់គុករហូតឲ្យតែហ៊ាននិយាយការពិតឥឡូវគាត់និយាយរឿងអាប្រប៉ិនមេឃនេះទៅយកឈ្មោះគាត់នឹងថាផ្សព្វផ្សាយរិះគន់រឿងហ្នឹងដែរហើយគេរិះគន់ត្រូវសោះហ្នឹងណាទៅយកឈ្មោះយកអីមកហ្នឹងដើម្បីបន្លាចលោកមេឃសវណ្ណរាដែលជាមេបកដែលនៅសឹងចង់ក្រោយអស់ហើយនៅស្រុកខ្មែរដែលហ៊ាននិយាយអីហ្នឹងណាប៉ុន្តែលោកមេឃសវណ្ណរាសំលើកទឹកចិត្តលោកឲ្យបន្តទៀតព្រោះអីមើលទៅលោកដូចជាមិនខ្លាចនឹងគុកហ្នឹងផងគុកដូចជាផ្ទះទៅហើយលោកអាចនិយាយបានមេបកបើនិយាយគេខ្ទប់មាត់បានទៅធ្វើស្អីកើតស្រុកខ្មែរមេបកនយោបាយធ្វើអីអត់បានផងតើឲ្យកូនចៅជារាជហ្នឹងទៅធ្វើស្អីកើតចឹងលោកបន្តទៀតទៅព្រោះហើយខ្ញុំជឿថាអាញាធមមិនធ្វើទុកបុកម្នេញលោកតទៅទៀតទេអ្នកណានិយាយអីនិយាយទៅយកទៅលោកមេឃសវណ្ណរាមកផ្សាយហ្នឹងវាហាក់បីដូចជាចង់ប្រាប់មកថាគេមិនអត់ឱនអីទៀតទេតឡាការគេចាំមើលលោកទៀតអីចឹងយើងធ្វើនោះដូចជាគម្រាមកំហែងមិនចោលសោះអាក្បួនគម្រាមកំហែងហ្នឹងដូចថាអត់ដូរមួយយាតយើងដែរហ្នឹងទាំងប្រព័ន្ធតឡាការទាំងអីទាំងអស់ហ្នឹងហើយដល់ពេលឥឡូវក្រសួងមហាផ្ទៃលោកកើតរិទ្ធគេចេញសេចក្តីប្រកាសមួយចេញអីណាគេហៅម៉េចអញ្ញាបញ្ជាឲ្យសាររើសំណុំរឿងនឹងឡើងវិញឃើញបងប្អូនឃើញវាអញ្ញាយដូចសឡកពឹសហេរឿងតឡាការកាត់ក្តីរួចទៅហើយវាត្រូវការមានសុចរិតភាពមានភាពជឿទុកចិត្តឥឡូវយើងអត់ទុកចិត្តតឡាការហងនឹងតឡាដំបងធ្វើប្រហែសឬក៏ធ្វើស្អីផ្ដេសផ្ដាស់អញ្ចឹងទៅធ្វើឲ្យក្រសួងយុតិធធត្រូវដាក់សម្ពាធទៅតុលាការលោកស្អីឯកឧត្តមច្រឹងខ្មៅពរិយញ្ញានៃអាយកាអមសាលាដំបងហ្នឹងចាត់ការរឿងហ្នឹងសើរើប្តឹងឧទ្ធរជំទាស់ទៅនឹងសាលក្រមចុះហេតុអីបានមកក្រសួងយុតិធធត្រូវប្រាប់ទៅពរិយញ្ញាប្តឹងរឿងអយុត្តិធម៌ចោះជន់រងគ្រោះនឹងអត់យុត្តិអយុត្តិធម៌តែគេបិទមាត់អាម៉េចគេបានលុយអាម៉េចចាំឲ្យខ្ញុំថាបណ្ដឹងអាជ្ញាអត់តាក់ទងនឹងក្រុមជន់រងគ្រោះនឹងសម្របសម្រួលគ្នាទេដល់មានស្លាប់មនុស្សគឺយើងត្រូវតែចាត់ការរកយុត្តិធម៌មិនមែនសម្រាប់តែជន់រងគ្រោះនិងអ្នកពាក់ព័ន្ធទេយុត្តិធម៌សង្គមយុត្តិធម៌សម្រាប់ប្រជារាស្ត្រ17លានអ្នកទៀតនោះមិនមែនស្អីសុំកលុំតែគ្នាឯងអញ្ចឹងណាដល់ឥឡូវគឺគេធ្វើអញ្ចឹងទៅបានសើរើទៅអស់លោកពំតណោតវិលក្បងហើយករណីនេះមិនមែនតែមួយទេបងប្អូនយើងណាអ្នកទោសមនសិការអ្នកអីគ្រាន់តែតវ៉ារឿងបឹងតមោករឿងបរិស្ថានរឿងអីជាប់គុក6ឆ្នាំ8ឆ្នាំអត់មានលើកលែងអត់មានអីហើយអ្នកដែលជាប់គុកជាអ្នកទោសមនសិការនឹងទៀតកុំថាឈឺដល់ស្លាប់រឿងមកនៅក្រៅគុកគឺអត់ទេអ្នកខ្លះវះកាត់ពូវៀនដោះខ្នែងឬក៏ពូវៀនអីដូចកូនដូចលោកចៅវាសនាអីនៅប៉ោយប៉ែតអីអត់មានទេគេថានៅក្នុងគុកហ្នឹងអត់មានទៅក្រៅអីទេប៉ុន្តែអ្នកនេះគាត់ទឹកនោមផ្អែមលើសឈាមអីហ្នឹងសើមានហេតុផលបទូបថយទោះទៅអាណិតគាត់ឈឺជាការពិតមនុស្សធម៌ត្រូវហើយប៉ុន្តែយល់ញាតវាឃ្លាតច្បាប់ប៉ុន្តែបើយល់ញាតហ្នឹងវាមិនអីទៅទៀតវាយល់តែញាតគាត់ណាវាអត់យល់ញាតគេផ្សេងទៀតដែលអយុត្តិធម៌ហ្នឹងធ្វើអត់បានលោកកំសខាលើកណានោះសុំទៅព្យាបាលនៅនេះពេទ្យគេថាអត់មានទេនៅគុកហ្នឹងហើយអ្នកផ្សេងទៀតហ្នឹងក៏តែអញ្ចឹងដែរប៉ុន្តែបើអុកញ៉ាមហាមន្ត្រីណានោះអត់ដែលបានដេកគុកមួយថ្ងៃទេគឺតោះ VIP ណានោះតើតថ្ងៃចេញហើយបើអ្នកជាប់គុកមនសិការបើជាប់8ឆ្នាំគឺ8ឆ្នាំអត់សល់មួយថ្ងៃទៀតអាថ្ងៃត្រូវដោះលែងហ្នឹងទៀតនៅហួសម៉ោងទៀតនីតិវិធីហ្នឹងវា8ឆ្នាំធ្វើអត់តាន់ដល់ថ្ងៃដោះលែងក៏នៅយឺតទៀត
ចឹងមិនថារឿងនេះគឺវាគួរឲ្យអាសូរមែនតើប៉ុន្តែយ៉ាងណាកោតសរសើរក្រសួងយុតិធម៌ដែរដែលតើតើគេស្រែកបានធ្វើប៉ុន្តែយន្តការដោះស្រាយបញ្ហាការងារបើចាំគេស្រែកអញ្ចឹងអស់លោកធ្វើការស្លាប់ហើយស្លាប់ខ្លួនហើយយើងអត់ទៅមុខទេបងប្អូនយើងអត់ដឹងការងារដែលយើងត្រូវធ្វើអីយ៉ាងនិយាយចេះឲ្យប្រជាពលរដ្ឋស្រែកប្រាប់ថាត្រូវធ្វើអីគេទុកចិត្តយើងជាមន្ត្រីរាជការជាក្រសួងយុតិធម៌ជាតុលាការណាដើម្បីឲ្យជាភ្នែកជាច្រមុះរបស់រាជរួចតចុងក្រោយត្រូវការរាជស្រែកប្រាប់វិញណាអានឹងរាជតើរវល់កាពះផងរវល់រឿងព្រំដែនផងរឿងចាប់ចម្រិតផងរឿងកិត្តិយសជាតិផងមកកណក៏ដឹកគិតអត់តាន់អស់មករវល់ពីរឿងតុលាការដែលដោះស្រាយបញ្ហាដដែលសកលនេះបាទអាហ្នឹងក៏ជារឿងអកុសលដែរបងប្អូនប៉ុន្តែដោយសារពេលវេលាខ្ញុំវាអស់ត្រឹមប៉ុណ្្នឹងឯងខ្ញុំសុំស្លេះហើយបើសិនខ្វះអូតកតងនឹងរឿងអ្នកស្រី Marie Law ដែលជាអ្នករាយការណ៍ពិសេសរបស់អង្គការសហជីវជាតិផ្នែកខាងការពារសិទ្ធិមនុស្សសិទ្ធិអ្នកការពារសិទ្ធិមនុស្សនឹងកំពុងតែលើកឡើងអំពីបញ្ហាថៃគម្រាមកំហែងដល់ស្ត្រីដែលជាសមាជិកព្រឹទ្ធសភាថៃអ្នកស្រីអង្គខាណាអឺនីឡាបៃចិត្តនោះដែលនិយាយថារឿងចាក់ភ្លេងតម្លង់ភ្លេងខ្មោចតម្លង់អ្នកភូមិនៅភូមិជោគជ័យជារឿងអសិលធម៌អូយថៃគេជេរស្រោចឲ្យរហសម្លាប់គាត់ទៀតឥឡូវគាត់នឹងយករឿងនេះទៅប្តឹងដល់អង្គការសហជីវជាតិនិយាយឲ្យការពារសុវត្ថិភាពហើយថៃនឹងក៏អាប់មុខដោយសារតែអំពើផ្ដេសផ្ដាសរបស់ខ្លួនដែរតែយ៉ាងណាចាំមើលតើអ្នកស្រីម៉ារីឡហ្នឹងគាត់នឹងចាត់ការយ៉ាងម៉េចតទៅទៀតគ្រាន់តែថាថៃគឺបង្ហាញអំពីភាពផ្ដេសផ្ដាសនិងធូរថ្លៃរបស់ខ្លួនហើយឮដល់អង្គការសហជីវជាតិបែបនេះខ្ញុំជឿថាថៃអន់មែនតើចុងកុំបានអញ្ចឹងទេបើសិនជាឲ្យសារព័ត៌មានអីផ្សាយពីយើងអត់សោះតែហើយចុងក្រោយបងប្អូនវិទ្យុអាស៊ីសេរីបងប្អូនដែលគេថាអតីតបុគ្គលិកអាស៊ីសេរីហ្នឹងគឺព័ត៌មានចុងក្រោយហ្នឹងគេថាគេបានផ្ដុំគ្នាខ្ញុំឃើញព័ត៌មានពីគេហទំព័រ Facebook របស់អ្នកស្រីសុជីវីដែលជាអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីហើយជាអតីតសហការីរបស់ខ្ញុំនេះខ្ញុំឃើញគាត់ផ្សាយព័ត៌មាននេះក៏ខ្ញុំជួយត្រេកអរដែរថាមានក្រុមការងារអតីតបុគ្គលិកអាស៊ីសេរីដែលបង្កើតជាទម្រង់មួយផ្សេងគឺគេហៅទូរទស្សន៍អាស៊ីសេរីឬ TFA នេះមិន RFA ទេ T គឺ TV TFA នេះគាត់ថានឹងបើកនៅខែកញ្ញាខ្ញុំសាទរហើយគាត់ថាបងប្អូនមិនដឹងថាតើគាត់បើកតាមទម្រង់ហ្នឹងគាត់ប្រើមធ្យោបាយអីព្រោះអីក៏អាចទៅប្រើFacebook ឬក៏ YouTube អាស៊ីសេរីវិញបានទេដោយសារតែនោះគឺជាទំព័រផ្លូវការរបស់